ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបវិចនំអន្សមជ្រូកលក្ខណៈគ្រួសាររបស់នាងខ្ញុំមកបងប្អូនវិចនំជុំញាតចាប្រមូលមកអស់ហើយបងប្អូនប្រុសបងប្អូនស្រីរបស់នាងខ្ញុំក៏ដូចជាអ៊ំអ្នកម្ដាយអីអញ្ចឹងណាក្មេងៗឥឡូវអត់ចេះវិចទេបងប្អូនអើយគឺពិបាកចិត្តមែនតើបានអីស្នងតំណែងចាស់ដែលគាត់ចេះវិចអីអញ្ចឹងណាចាក៏នាំគ្នាទាំងបងប្អូនប្រុសស្រីរបស់នាងខ្ញុំមករៀនវិចចាហើយមុននឹងដល់ការវិចនាងខ្ញុំក៏ទៅរកចំណងសិនណាបងប្អូនចាចំណងដើម្បីវិចនំបងប្អូនចាគឺនាងខ្ញុំកំពុងកាត់ហ្នឹងគឺស្លឹករំចេកបងប្អូនស្រុកនាងខ្ញុំហៅតែរំចេកហើយវិចនំគឺយកតែស្លឹកហ្នឹងទេដើម្បីមកធ្វើចំណងអញ្ចឹងណាចាហើយរំចេកនេះដែរគឺមានបន្លាអញ្ចឹងមានតែកាត់បន្លាហើយយើងជ្រៀកវាជាខ្សែតូចមកល្មមបងប្អូនចាហើយយើងហាលវាទុកចោលអញ្ចឹងមកសពូនអញ្ចឹងណាចាបន្ទាប់ពីកាត់ចំណងបានហើយក៏មករកស្លឹកចេកវិញម្ដងចាកាត់ស្លឹកចេកនៅក្រៅផ្ទះនឹងឯងបងប្អូនចាហើយស្លឹកចេកខែនេះដែរបងប្អូនហើយនិយាយពីថាខ្យល់បក់បោកលហែកអស់លីងហើយសល់តែមួយដើមតែមួយធៀងអីទេចាពិបាករកស្លឹកចេកមែនទែនដោយហេតុថាចង់វិចហើយគឺរកទាល់តែគ្រប់តែម្ដងបងប្អូនណាមួយចង់ថែរក្សាវប្បធម៌ប្រពៃណីនៃការវិចនំអន្សមរបស់យើងផងដែរដោយសារតែក្មេងៗចំនួនក្រោយអត់មានអ្នកណាចេះវិចទេចាហើយនេះគឺជាចំណងស្លឹករំចេកដែលនាងខ្ញុំបានកាត់អំបញ្ញមិញបងប្អូនហាវាឲ្យសពូនចឹងមកងាយស្រួលចងហើយឥឡូវយើងទៅត្រាំចាសណ្ដែកសម្រាប់ធ្វើស្នូលនំក៏ដូចជាអង្ករដំណើបរបស់យើងបងប្អូនបន្ទាប់ពីយើងត្រាំអង្ករដំណើបដូចជាសណ្ដែករបស់យើងទុកចោលហើយយើងមកហាន់សាច់ជ្រូករបស់យើងដើម្បីធ្វើដាក់ក្នុងស្នូលបងប្អូនចាចំពោះសាច់ជ្រូកប្រើខ្លាញ់ក៏បានសាច់3ជាន់ក៏បានដែរឆ្ងាញ់ដូចគ្នាហើយខ្ទឹមស្លឹកនេះគឺយើងហាន់ល្អិតៗបងប្អូនដើម្បីដាក់ក្នុងសាច់ជ្រូករបស់យើងដែរចាហើយខ្ទឹមសគឺច្រាំឲ្យវារាងម៉ត់បន្តិចមកដើម្បីឲ្យវាឈ្ងុយខ្លាំងអញ្ចឹងណាឥឡូវសាច់ជ្រូករបស់យើងហាន់ហើយយើងចាប់ផ្ដើមផ្សំគ្រឿងមានអំបិលចាម្សៅស៊ុបក៏ដូចជាប៊ីចេងមកបន្តិចចាថែមជាមួយនឹងម្រេចចាបន្ទាប់មកទៀតដាក់ជាមួយខ្ទឹមសដែលចិញ្ច្រាំល្អិតហ្នឹងបងប្អូនហើយយើងចាប់ផ្ដើមច្បល់ចូលគ្នាមួយសពសិនទើបបន្ថែមជាមួយនឹងស្លឹកខ្ទឹមដែលយើងហាន់ល្អិតហ្នឹងបងប្អូនចាធ្វើបែបនេះដើម្បីឲ្យស្នូលរបស់យើងហ្នឹងចាមានក្លិនឈ្ងុយខ្លាំងហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដែរហើយចំពោះស្នូលសាច់ជ្រូកនេះដែរគឺហាន់ប្រវែងនំរបស់យើងបងប្អូនហើយយើងទុកវាមួយឡែកសិននាំគ្នាមកជូតស្លឹកសិនចាដោយដែលបានបង្ហាញអញ្ចឹងមានទាំងអ៊ំមានទាំងប្អូនប្រុសក៏ដូចជាអ្នកម្ដាយគឺញាប់ដៃញាប់ជើងតែម្ដងបងប្អូននៅប្រទេសរបស់នាងខ្ញុំអត់មាននរណាម្នាក់ទំនេរទេសូម្បីតែលោកពុកហ្នឹងក៏កំពុងតែជីកចក្រានដើម្បីរៀបចំទុកស្ងោរនំអញ្ចឹងណាបងប្អូនរៀបចំជូតស្លឹកហើយក៏ចាប់ផ្ដើមមកលាងអង្ករវិញម្ដងបងប្អូនចំពោះអង្ករលាងទាល់តែស្អាតទាល់តែជ្រះបាននំអន្សមយើងនឹងទុកបានយូរអត់ងាយផ្អូមហើយចំពោះសណ្ដែកនេះដែរបងប្អូននំអន្សមខាងអ្នកស្រុកភូមិខ្ញុំភាគច្រើនគឺធ្វើស្នូលស្ងោរសណ្ដែកនឹងតែម្ដងអត់ដូចស្នូលឆៅទេបងប្អូនដោយលាងសណ្ដែករបស់យើងនឹងឲ្យស្អាតចាលាងឲ្យស្អាតហើយយកសណ្ដែកនឹងទៅស្ងោរបងប្អូនក្នុងការស្ងោរនេះដែរគឺស្ងោរគឺមកពុះល្មមដែលឆ្អិនដែលយើងយកវាមកច្បាច់បងប្អូនចាមកច្បាច់មើលឃើញថាសណ្ដែករបស់យើងឡើងផុយមកល្មមហើយចាគឺអញ្ជាត់ចេញហើយយើងផ្ងំដូចបាយអញ្ចឹងបន្ទាប់មកទៀតឃើញថាសណ្ដែករបស់យើងដែលបានស្ងោរហ្នឹងក៏ឆ្អិនដូចរាល់ផងដែរក៏យើងចាប់ផ្ដើមដុសដាក់ថាសមួយឡែកសិនដើម្បីឲ្យវាត្រជាក់អញ្ចឹងបងប្អូនងាយស្រួលក្នុងការយើងច្បល់គ្រឿងម្សាទៀតក្នុងស្នូលហ្នឹងចាចំពោះគ្រឿងស្នូលហ្នឹងគឺមានខ្ទឹមសចាចិញ្ច្រាំឲ្យម៉ត់ហើយយកមករំលីងចាឲ្យពណ៌ជើងអង្ក្រងដុសទុកមួយឡែកសិនបន្ទាប់មកដាក់ជាមួយនឹងស្លឹកខ្ទឹមហាន់ជាកង់ល្មមហ្នឹងមកដាក់ជាមួយនឹងប្រេងឆាដែលយើងឆាខ្ទឹមលីងហ្នឹងបងប្អូនចាឲ្យយកមកដាក់នៅក្នុងស្នូលសណ្ដែករបស់យើងដោយផ្សំគ្រឿងមានដូចជាអំបិលប៊ីចេងស្ករហើយយើងក៏ចាប់ផ្ដើមច្បល់ចាគ្រឿងជាមួយនឹងសណ្ដែករបស់យើងនឹងឲ្យចូលជាតិគ្នាតែម្ដងហើយយើងចាប់ផ្ដើមយកស្នូលសណ្ដែកហ្នឹងដែលផ្សំគ្រឿងរួចហ្នឹងយកមកលុញបែបហ្នឹងបងប្អូនចាជាត្រវែងទៅហើយយើងឆូតវាដើម្បីដាក់សាច់ជ្រូករបស់យើងចូលមកចាបន្ទាប់មកទៀតយើងបញ្ចិតដើម្បីឲ្យវាចិតស្នូលសាច់ជ្រូករបស់យើងក៏ចាប់ផ្ដើមលុញចុះលុញឡើងតាមប្រវែងនំអន្សមរបស់យើងចាហើយក៏តាមទំហំដែលយើងចង់បាននឹងដែរគឺទំហំធំល្មមដោយដែលបានបង្ហាញបងប្អូនអញ្ចឹងចានេះគឺជាស្នូលសណ្ដែកឆ្អិនណាបងប្អូនចាអត់បានវិចស្នូលឆៅទេអ្នកស្រុកភូមិខ្ញុំនិយមធ្វើបែបនេះចាវិចស្នូលឆ្អិនប៉ុន្តែសាច់ជ្រូកគឺអត់ទាន់ឆ្អិនទេណាបងប្អូន
ហើយចំពោះអង្ករវិញចាបន្ទាប់ពីយើងលាងសម្រស់ទឹកឲ្យស្អាតហើយក៏ចាប់ផ្ដើមលាយជាមួយអំបិលណាបងប្អូនគឺលាយឲ្យប្រៃឡំកាលណាស្ងោរឆ្អិនញ៉ាំទៅប្រៃឡំជាមួយនឹងស្នូលរៀងប្រៃមកល្មមគឺឆ្ងាញ់តែម្ដងឥឡូវក៏ចាប់ផ្ដើមវិចហើយគឺដាក់អង្ករចំនួន2កូនចានចង្កឹះចាហើយពង្រាយវាមកល្មមផុតស្នូលរបស់យើងក៏ចាប់ផ្ដើមក្តោបវិចតែម្ដងបងប្អូនដោយតែបាទបង្ហាញបងប្អូនអញ្ចឹងចានេះគឺជាលើកទី1ហើយដែលពួកខ្ញុំរៀនវិចអន្សមតាមអ្នកម្ដាយក៏ដូចជាអ៊ំរបស់នាងខ្ញុំចាទាំងប្អូនប្រុសចាទាំងប្អូនស្រីគឺនាំគ្នាវិចទាំងអស់គ្នាតែម្ដងហើយចំពោះលទ្ធផលគឺថាគឺស្អាតបល្មមអាចទទួលយកបានដែរបងប្អូនចាឥឡូវក៏ឃើញអ្នកម្ដាយដែលបានបង្ហាញបងប្អូនអញ្ចឹងបន្ទាប់ពីក្តោបស្លឹកចេកចាហើយក៏កាច់មុំមកខាងសិនណាបងប្អូនឲ្យយើងបុកចាដើម្បីឲ្យក្បាលរបស់នំអន្សមរាហាប់ណែនអញ្ចឹងណាបងប្អូនហើយយើងកាច់មុំមកចាបន្ទាប់មកយើងចាប់ផ្ដើមចងតាមប្រវែងអន្សមរបស់យើងនឹងកំណត់តែប្រហែល4ឬ5 6ខ្សែអញ្ចឹងមកបងប្អូនចាក៏ចងគឺជាការស្រេចហើយក៏ចាប់ផ្ដើមវិចមួយហើយមួយទៀតតតែហើយតែម្ដងអញ្ចឹងណាចាហើយចំពោះនំអន្សមស្រុកភូមិខ្ញុំសូមបញ្ជាក់ម្ដងទៀតចំពោះស្នូលគឺយកសណ្ដែកហ្នឹងទៅស្ងោរឲ្យឆ្អិនសិនហើយមកចាមកលុញរៀងទៅវែងហើយដាក់ស្នូលសាច់ជ្រូកដូចតែបានបង្ហាញបងប្អូនពីមុននេះបន្តិចអញ្ចឹងបងប្អូនចារដូវភ្ជុំវិចនំជុំញាតចាសម្រាប់គ្រួសារនាងខ្ញុំគឺជុំបងប្អូនជាមួយនឹងអ៊ំអ្នកម្ដាយនឹងឯងបងប្អូនអង្គុយវិចដោយភាពសប្បាយរីករាយដោយការចង់បង្ហាញពីលក្ខណៈនំប្រពៃណីខ្មែររបស់យើងកុំឲ្យបាត់បង់អញ្ចឹងណាអ្នកម្ដាយគាត់បរៀនកូនមិនថាកូនប្រុសមិនថាកូនស្រីទេគឺអង្គុយវិចតែម្ដងដោយភាពរីករាយចាដោយការចង់ចេះចង់ដឹងចាកុំឲ្យថ្ងៃក្រោយទៅមិនចេះវិចអញ្ចឹងចាំទៅទិញគេហូបបានដែរប៉ុន្តែទិញរបស់គេជូនឆ្ងាញ់ទេគ្រាន់បើមិនឆ្ងាញ់ចាគឺពិបាកហើយណាមួយក៏ចង់ថែរក្សាវប្បធម៌ប្រពៃណីនៃការវិចនំអន្សមរបស់យើងផងដែរហើយនេះគឺជាលទ្ធផលរបស់នាងខ្ញុំវិចក៏ដូចជាប្អូនប្រុសចាប្អូនស្រីរបស់នាងខ្ញុំនាំគ្នាវិចហ្នឹងគឺស្អាតគ្រាន់បើដែរបងប្អូនចាទទួលយកបានចាហើយអន្សមតូចហ្នឹងគឺអន្សមចេកដែរវិធីវិចដូចតែគ្នាទេមិនបានបង្ហាញជូនបងប្អូនទេចាបន្ទាប់ពីវិចហើយចាក៏យកនំអន្សមហ្នឹងយកមកស្ងោរដោយដាំទឹកឲ្យពុះបងប្អូនលោកពុកគាត់ដាំទឹកចាំតែម្ដងគឺដាំទឹកឲ្យពុះប្រមូលនំអន្សមយកមកដាក់ស្ងោរតែម្ដងបងប្អូនចាហើយហ្នឹងក៏ទុំប្រហែលជាម៉ោង3បងប្អូនហ្នឹងហើយរៀងយូរដែរតាំងពីព្រឹកបើយើងនៅធ្វើស្នូលចាត្រាំអង្គត្រាំអីអញ្ចឹងណាចាវារៀងយូរដែរបន្ទាប់ពីដាក់ស្ងោររយៈពេលខ្ទង់ប្រហែលជា5ម៉ោងបងប្អូនចាតាំងពីម៉ោង3រហូតដល់ម៉ោង8យប់មើលឃើញតាមអន្សមនំអន្សមចារបស់ផ្ទះនឹងខ្ញុំគឺបានឆ្អិនហើយដែរចាហើយក៏ចាប់ផ្ដើមមកស្រង់តែងយប់តែម្ដងបងប្អូនហើយចាឆ្លុះពិលផងអីផង3 4នាក់បងប្អូនហ្នឹងគឺមកស្រង់អន្សមចាបើយើងណាទុករៀងយូរទៅធ្វើឲ្យនំអន្សមរបស់យើងនឹងជ្រាយបានណាចារសជាតិឡើងឆ្ងាញ់មកឆ្អិនល្មមល្មុតដូចបាយចំហុយនេះគឺឆ្ងាញ់តែម្ដងចំពោះនំអន្សមណាបន្ទាប់ពីស្រង់នំរួចហើយក៏យកចងនឹងរណងកញ្ចុះតែទុកទាល់តែព្រលឹមឡើងបានថតម្សាទៀតជូនបងប្អូនមើលចាគឺរណាយរណងអញ្ចឹងហើយបងប្អូនហើយរៀងច្រើនដែរអញ្ចឹងណាឥឡូវមកកាត់នំដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាចានេះគឺជាលទ្ធផលដែលពួកខ្ញុំចាខិតខំប្រឹងប្រែងវិចជាមួយបងប្អូនក៏ដូចជាអ៊ំអ្នកម្ដាយគាត់បរៀនអញ្ចឹងណាបងប្អូនចាសាច់នំវារៀងនៅដូចអង្គចំហុយអញ្ចឹងណាបងប្អូនចាហើយឥឡូវចាំមកអត់មើលមួយទៀតតើសាច់អង្គយ៉ាងម៉េចដែរបងប្អូនចាឥឡូវយើងចាប់ផ្ដើមបើកមើលទាំងអស់គ្នាចាឥឡូវមើលឃើញថាសាច់អង្គរបស់យើងឡើងខៀវតែម្ដងបងប្អូនហើយឡើងល្មូតចូលគ្នាតែម្ដងចាមើលទៅឡើងទំនងឆ្ងាញ់ដល់ហើយបន្ទាប់ពីបកហើយយកខ្សែចំណងដែលចងនំហ្នឹងយកមកកាត់នំជាកង់តែម្ដងមើលឃើញថាសាច់នំល្មូតល្អមែនតើបងប្អូនហើយរសជាតិក៏ឆ្ងាញ់ដែរចារបៀបវិចនំសម្រាប់គ្រួសារខ្ញុំក៏ដូចជាអ្នកភូមិខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់បងប្អូនទាំងអស់គ្នាហើយចូលរួមលើកស្ទួយនំខ្មែររបស់យើងទាំងអស់គ្នាបងប្អូន